សួស្តីបងប្អូនជួបជាមួយខ្ញុំចន្ទថាម្ដងទៀតនៅយប់ថ្ងៃទី27ខែឧសភាឆ្នាំ2026ហើយថ្ងៃនេះខ្ញុំមានព័ត៌មានចំនួន4ចំណុចយកមកចែករំលែកជាមួយបងប្អូនទាំងអស់គ្នាព័ត៌មានទី1តាក់ទងនឹងដំណើរចុះជួបសំណេះសំណាលរបស់សម្ដេចតេជោជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់នៅខេត្តកំពង់ឆ្នាំងហើយក្នុងនោះសម្ដេចក៏មានប្រសាសន៍តាក់ទងនឹងច្បាប់កាតព្វកិច្ចយោធាដែលសម្ដេចក៏បានត្រៀមចៅរបស់សម្ដេចដែលគ្រប់អាយុឲ្យចូលបំពេញកាតព្វកិច្ចនោះផងដែរព័ត៌មានទី2គឺតាក់ទងនឹងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរបស់យើងថ្ងៃនេះបានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីបើកសម្ពោធរោងចក្រដ៏ធំមួយនៅឯខេត្តត្បូងឃ្មុំគឺរោងចក្រដែលផលិតនិងកែច្នៃកៅស៊ូពិតជាធំមែនទែនបងប្អូនគឺជាមោទនភាពមួយទៀតរបស់កម្ពុជាសម្រាប់កិច្ចការវិនិយោគលើវិស័យកសិកម្មហើយដំណាំផ្សេងទៀតនៅក្នុងប្រទេសយើងក៏ចាប់ផ្ដើមមានការវិនិយោគទាំងម្សិលមិញយើងឃើញការវិនិយោគពីកូរ៉េចាប់អារម្មណ៍ខ្លាំងមែនទែនលើដំណាំស្វាយចន្ទទីហើយថ្ងៃនេះយើងឃើញរោងចក្រធំមួយទៀតតាក់ទងនឹងកៅស៊ូវិញម្ដងឯព័ត៌មានទី3ទី4ក៏ជាព័ត៌មានដែលកំពុងតែផ្ទុះចំណាប់អារម្មណ៍យ៉ាងខ្លាំងតាក់ទងនឹងសកម្មភាពរបស់កម្ពុជានិងថៃនៅឯអង្គការសហប្រជាជាតិដែលមុនដំបូងគេខ្ញុំសូមលើកយកនៅអ្វីដែលជាប្រសាសន៍របស់ឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសរបស់យើងដែលបានថ្លែងនៅក្នុងកិច្ចប្រជុំសំខាន់មួយនៅឯអង្គការសហប្រជាជាតិហើយបន្ទាប់មកទៀតគឺជាការឆ្លើយតបរបស់រដ្ឋមន្ត្រីការបរទេសថៃថាតើកម្ពុជាបានបង្ហាញប៉ុណ្ណឹងហើយគេឆ្លើយតបយ៉ាងណាគឺថាមិនធម្មតាទេគឺថាទាំងញ័រមាត់ទាំងនិយាយលេងត្រូវតែម្ដងបងប្អូនគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ចង់ឲ្យបងប្អូនបានដឹងគ្រប់គ្នាផងដែរលោកអត់បន្ថែមទៀតសូមបងប្អូនចំណាយពេលទស្សនាវីដេអូពេញដូចតទៅសួស្តីបងប្អូនថ្ងៃនេះពីខេត្តកំពង់ឆ្នាំងសម្ដេចតេជោបានមានប្រសាសន៍តាក់ទងនឹងច្បាប់កាតព្វកិច្ចយោធាហើយសម្ដេចបានមានប្រសាសន៍ថាច្បាប់នេះនឹងត្រូវលើកយកមកអនុវត្តដោយស្មើភាពដោយសម្ដេចបានប្រកាសជាគំរូជាមុនថាសូម្បីតែចៅរបស់សម្ដេចដែលគ្រប់អាយុចន្លោះពី18ទៅ25ឆ្នាំក៏ត្រូវជាប់កាតព្វកិច្ចយោធាក៏ត្រូវចូលបំពេញកាតព្វកិច្ចនេះដែរបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំសូមអានអត្ថន័យដើមទាំងស្រុងជាខ្លឹមសារតាក់ទងនឹងដំណើរចុះជួបសំណេះសំណាលរបស់សម្ដេចតេជោជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់នៅឯខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះនៅព្រឹកថ្ងៃពុធទី27ខែឧសភាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន966នាក់ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំងនេះគឺជាបេសកកម្មលើកទី9និង10ខេត្តក្រុងហើយរបស់សម្ដេចតេជោក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយផ្ដើមពីខេត្តកំពង់ចាមត្បូងឃ្មុំកំពង់ស្ពឺតាកែវកំពតកែបស្វាយរៀងព្រៃវែងភ្នំពេញនិងកំពង់ឆ្នាំងនៅថ្ងៃនេះតាមរបាយការណ៍របស់ឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាខេត្តកំពង់ឆ្នាំងមានចម្ងាយ91គីឡូម៉ែត្រពីរាជធានីភ្នំពេញស្ថិតនៅភាគកណ្ដាលនៃប្រទេសកម្ពុជាមានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាមខាងត្បូងជាប់កំពង់ស្ពឺកណ្ដាលនិងខាងលិចជាប់ខេត្តពោធិ៍សាត់និងខាងជើងជាប់ខេត្តកំពង់ធំនិងបឹងទន្លេសាបខេត្តមានផ្ទៃដីសរុប5521គីឡូម៉ែត្រការ៉េមានក្រុងស្រុកចំនួន8ឃុំសង្កាត់ចំនួន71និងភូមិចំនួន569ភូមិខេត្តកំពង់ឆ្នាំងមានប្រជាជនចំនួន161,1330គ្រួសារនិងប្រជាជនសរុបចំនួន615,896 នាក់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងមុតស្រួចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពង់ឆ្នាំងសម្រេចបាននៅសមិទ្ធផលធំជាច្រើនលើគ្រប់វិស័យក្នុងនោះខេត្តមានរោងចក្រសហគ្រាសនិងសិប្បកម្មសរុបចំនួន2712មូលដ្ឋានរោងចក្រសហគ្រាសធុនធំចំនួន42កន្លែងមានកម្មករនិងនិយោជិតចំនួន76924 នាក់ការផ្គត់ផ្គង់ទឹកស្អាតចំនួន21ក្រុមហ៊ុន
និងផ្គត់ផ្គង់ទៅដល់43ឃុំនិង285ភូមិឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យសម្ដេចតេជោបានប្រាប់ឲ្យដឹងថាគោលបំណងនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្ដេចតេជោនាពេលនេះគឺជាការអនុវត្តក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោតដើម្បីឲ្យមានតម្លាភាពក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឲ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួននិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរសម្ដេចតេជោហ៊ុនសែនបានសម្ដែងនៅសេចក្តីរីករាយដែលបានវិលត្រឡប់មកជួបបងប្អូនក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ឆ្នាំងសាជាថ្មីនៅព្រឹកនេះសម្ដេចតេជោបានប្រកាសត្រៀមបញ្ជូនចៅរបស់សម្ដេចដែលគ្រប់អាយុបំពេញកាតព្វកិច្ចអនុវត្តច្បាប់កាតព្វកិច្ចយោធាការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះគឺធ្វើឡើងដោយស្មើភាពគ្នាហើយចៅរបស់សម្ដេចក៏បានត្រៀមអនុវត្តដោយគ្មានការលើកលែងនោះដែរច្បាប់កាតព្វកិច្ចយោធានេះគឺមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ18ឆ្នាំរហូតដល់25ឆ្នាំត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រីគឺផ្អែកទៅតាមការស្ម័គ្រចិត្តសម្ដេចតេជោហ៊ុនសែនបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមកជាពិសេសការរួមគ្នារក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមទប់ស្កាត់បាននៅទង្វើបង្កចលាចលនានាក្នុងសង្គមសម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឲ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្ដល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពពីខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះសម្ដេចតេជោក៏បានយកចិត្តទុកដាក់ខ្ពស់លើគម្រោងសាងសង់ផ្លូវនិងស្ពានតភ្ជាប់កំពង់ឆ្នាំងនិងកំពង់ធំនិងបានស្នើឲ្យមិត្តចិនពិចារណាលើគម្រោងនេះសម្ដេចបានបន្តថាការតភ្ជាប់បណ្ដាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹកនិងផ្លូវគោកមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋសម្ដេចក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ 50C ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្ដេចតេជោប្រកាសពីការសាងសង់ក្នុងពេលសម្ដេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រីហើយមកដល់ពេលនេះគម្រោងមួយនេះមិនទាន់បានដំណើរការនៅឡើយទេសម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានៅស្ថិរភាពជាតិនិងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមានការបង្ក្រាបនៅបទល្មើសផ្សេងដូចជាចោរឆក់ចោរប្លន់និងការជួញដូរគ្រឿងញៀនសម្ដេចតេជោក៏បានបន្តរំលឹកដល់អាជ្ញាធរឲ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខយុទ្ធជនពលីពិការនិងគ្រួសារអតីតយុទ្ធជនសម្ដេចតេជោបន្តថាក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះសម្ដេចបានយល់ច្បាស់អំពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការការពារជាតិនិងទឹកដីសម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ជៀសវាងភាពអសកម្មនិងការគៀបសង្កត់ណាមួយនឹងត្រូវចាំថាមន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនវិញម្យ៉ាងវិញទៀតជៀសវាងប្តីស័ក្តិ3ប្រពន្ធស័ក្តិ4កូនស័ក្តិ5ដែលអាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានទន្ទឹមនេះសម្ដេចតេជោក៏ឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយចំនួនដីធ្លីជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការដោយមិនត្រូវលំអៀងទៅខាងណាមួយនោះឡើយសម្ដេចក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមានស្រាប់នៅក្នុងមូលដ្ឋានទប់ស្កាត់ការបំផ្លិចបំផ្លាញនិងរួមគ្នាក្នុងការថែរក្សាឲ្យបានគង់វង្សជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ឆ្នាំងទាំងអស់
ដែលបានរួមសហការអភិវឌ្ឍខេត្តមួយនេះឲ្យកាន់តែទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ចបាទបងប្អូនអញ្ចឹងនេះគឺជាអត្ថន័យដើមទាំងស្រុងដែលចេញផ្សាយនៅលើ page ផ្លូវការរបស់សម្ដេចតេជោនៅរសៀលថ្ងៃទី27ខែឧសភាឆ្នាំ2026នេះពីខេត្តកំពង់ឆ្នាំងសូមបងប្អូនជួយចែករំលែកព័ត៌មាននេះម្នាក់មួយទាំងអស់គ្នាអរគុណច្រើនសួស្តីបងប្អូនថ្ងៃនេះនៅខេត្តត្បូងឃ្មុំសម្ដេចធិបតីបានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីបើកសម្ពោធរោងចក្រផលិតនិងកែច្នៃកៅស៊ូមួយបងប្អូនពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនហើយរោងចក្រនេះធំមែនទែនបងប្អូនកម្មវិធីមានបងប្អូនចូលរួមរាប់រយរាប់ពាន់នាក់បងប្អូនសូមមកមើលព័ត៌មាននេះជាមួយគ្នាបន្តិចដែលនៅលើ page ផ្លូវការរបស់សម្ដេចបានចែករំលែកយ៉ាងដូចនេះថាចូលរួមសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន Kim Rubber Cambodia នេះគឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀតក្នុងការជំរុញខ្សែចង្វាក់ផលិតកសិឧស្សាហកម្មនិងលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិសមិទ្ធផលនេះក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់និងការអភិវឌ្ឍវិស័យកសិឧស្សាហកម្មតាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិដើម្បីនាំចេញទៅក្រៅប្រទេសនិងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុកការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន Kim Rubber Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនយ៉ាងឆាប់រហ័សព្រមទាំងបង្ហាញអំពីទំនុកចិត្តនិងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរនិងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជាការបោះទុនវិនិយោគរបស់ក្រុមហ៊ុនគឺបានបង្កើនសមត្ថភាពនៃការផលិតកៅស៊ូនៅកម្ពុជាដែលជាការរួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់លើវិស័យដំណាំកៅស៊ូនៅកម្ពុជាជាពិសេសបានបង្កើតនិងផ្ដល់ការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណជា300កន្លែងនិងប្រយោលអ្នកជាជ័រកៅស៊ូប្រមាណជាង50000កន្លែងបន្ថែមក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរបាទបងប្អូនអញ្ចឹងនេះគឺជាដំណឹងដ៏ល្អមួយទាក់ទងនឹងការវិនិយោគលើវិស័យកសិកម្មទៀតហើយនៅកម្ពុជាយើងក៏សង្ឃឹមថាដំណាំជាច្រើនមុខទៀតនៅកម្ពុជានឹងចាប់ផ្ដើមមានរោងចក្រកែច្នៃចាប់ផ្ដើមមានអ្នកវិនិយោគលើការបង្កើតរោងចក្រកែច្នៃផលិតផលផ្សេងកសិឧស្សាហកម្មផលិតផលកសិកម្មយើងផ្សេងទៀតដើម្បីយើងកាន់តែរកចំណូលបានបន្ថែមទៀតពីវិស័យកសិកម្មក៏ដូចជាបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងកាន់តែច្រើនថែមទៀតសូមអរគុណច្រើនបងប្អូនសូមជួយចែករំលែកព័ត៌មាននេះឲ្យបានច្រើនទាំងអស់គ្នាបើបងប្អូនបន្ទាប់ពីខាងសៀមគេបានរិះរកគ្រប់វិធីដើម្បីរារាំងកម្ពុជាគេអ្នកខ្លះប្រើពាក្យថាអំពាវនាវមានប្រភពខ្លះប្រើពាក្យថាគេបានប្រមានកម្ពុជាបាទខាងលោកស៊ីហាស័ករដ្ឋមន្ត្រីការបរទេសថៃហ្នឹងគឺថាគេប្រមានកម្ពុជាថាកុំឲ្យយកបញ្ហាចំនួនព្រំដែនជាមួយថៃហ្នឹងទៅនិយាយនៅលើឆាកអន្តរជាតិជាពិសេសនៅឯអង្គការសហប្រជាជាតិប៉ុន្តែយប់មិញរំលងអាត្រៀតថ្ងៃ26ចូលថ្ងៃទី27នេះយើងបានឃើញប្រមុខការទូតកម្ពុជាគឺឯកឧត្តមប្រាក់សុខុនបានចូលរួមនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិហើយឯកឧត្តមក៏បានលើកឡើងអំពីសាច់រឿងទាំងអស់នោះដែលគេមិនចង់ឲ្យនិយាយប៉ុន្តែជាការពិតគឺកម្ពុជាត្រូវតែនិយាយអំពីអ្វីដែលបានកើតឡើងបងប្អូនសូមចូលទៅស្ដាប់អត្ថន័យដើមទាំងស្រុងវីដេអូជាភាសាអង់គ្លេសនៅលើ page ផ្លូវការរបស់ឯកឧត្តមប្រាក់សុខុនហើយដែលមានដាក់ subtitle ជាភាសាខ្មែរឲ្យយើងបានយល់ដែរប៉ុន្តែថ្ងៃនេះខ្ញុំសូមអាននៅខ្លឹមសារជាភាសាខ្មែរដែលបានសរសេរនៅលើ page របស់ឯកឧត្តមជូនពុកម៉ែបងប្អូនស្ដាប់ដូចតទៅនៅរសៀលថ្ងៃទី26ខែឧសភាឆ្នាំ2026ឯកឧត្តមបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញថ្លែងសន្ទរកថាជាតិក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឯកឧត្តមបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថានៅក្នុងយុគសម័យដែលពិភពលោកកំពុងតែកើនឡើងនៅបញ្ហាប្រឈមចំនួនប្រដាប់អាវុធ
និងភាពតានតឹងភូមិសាស្ត្រនយោបាយការគោរពបូរណភាពទឹកដីនិងការដោះស្រាយបញ្ហាដោយសន្តិវិធីត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពអន្តរជាតិអំឡុងពេលថ្លែងសន្ទរកថានោះឯកឧត្តមបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តដោយឥតងាករេរបស់កម្ពុជាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិនិងបានថ្លែងថាដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជាឯកឧត្តមបានគូបញ្ជាក់ថាចំនួនត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនាការទូតនិងការគោរពច្បាប់អន្តរជាតិមុននឹងបញ្ចប់ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះសហគមន៍អន្តរជាតិដែលបានគាំទ្រឲ្យមានបទឈប់បាញ់និងការដោះស្រាយដោយសន្តិវិធីនៃចំនួនព្រំដែនកម្ពុជាថៃបាទបងប្អូននេះគឺជាអត្ថន័យខ្លីដែលឯកឧត្តមបានសរសេរនៅលើเพจផ្លូវការរបស់ឯកឧត្តមប៉ុន្តែបងប្អូនអាចចូលទៅស្ដាប់វីដេអូដើមដែលជាអត្ថន័យទាំងស្រុងជាភាសាអង់គ្លេសដូចខ្ញុំបានជម្រាបជូនបងប្អូនអញ្ចឹងហើយនេះគឺជារឿងដែលជំហានតទៅមុខទៀតដែលយើងត្រូវតែធ្វើបន្តធ្វើបាទរហូតដល់ខាងថៃគេអស់ផ្លូវគេលែងអាចធ្វើអីកើតហើយគេព្រមព្រៀងត្រឡប់មកដោះស្រាយបញ្ហាជាមួយយើងវិញដោយសន្តិវិធីតាក់ទងនឹងការដោះស្រាយបញ្ហាបែបនេះមុននឹងក្រោយត្រូវតែបញ្ចប់នៅលើតុចរចាមិនមែនបញ្ចប់នៅលើកណ្ដុងកភ្លើងទេមិនមែនបញ្ចប់នៅលើការប្រយុទ្ធគ្នាតាមយោធាទេតើបងប្អូនយល់យ៉ាងណាមានចំណាប់អារម្មណ៍យ៉ាងណាអាចខមមិនខាងក្រោមនេះសូមកុំភ្លេចជួយ share វីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាអរគុណច្រើនរដ្ឋមន្ត្រីថៃចាប់ផ្ដើមស្លេកស្លាំងនិយាយរដេបរដប់ត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាតបន្ទាប់ពីកម្ពុជាបានបង្ហាញការពិតទៅកាន់ពិភពលោកថាថៃពិតជាកំពុងឈ្លានពានកម្ពុជារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់បានស្នើមកកាន់កម្ពុជាវិញនៅរសៀលថ្ងៃទី26ឧសភាឆ្នាំ2026កន្លងទៅនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិកថាវេទិកាអន្តរជាតិមិនមែនជាវេទិកាដែលកម្ពុជាត្រូវលើកយកបញ្ហាព្រំដែនកម្ពុជាថៃយកមកនិយាយក្នុងវេទិកានេះនោះទេលោកស៊ីហាសាក់បានប្រាប់មកកម្ពុជាថាម្ដងជាពីរដងហើយបើចង់ដើរទៅមុខក្នុងទំនាក់ទំនងល្អជាមួយគ្នាបន្តទៀតភាគីកម្ពុជាត្រូវតែបញ្ឈប់នៅសកម្មភាពបកអាក្រាតថៃតាមរយៈសេចក្តីថ្លែងការណ៍នៅលើឆាកអន្តរជាតិលោកបានបន្ថែមថាពាក់ព័ន្ធនឹងរឿងប្រទេសថៃលុបចោល MOU ឆ្នាំ2001ជាឯកតោភាគីនិងរឿងប្រើប្រាស់យន្តការច្បាប់សមុទ្រអន្តរជាតិ UNCLOS ថៃមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេដោយសារតែភាគីកម្ពុជានៅតែបន្តលើករឿងដដែលនៅចំពោះមុខអន្តរជាតិថាថៃបានឈ្លានពានកម្ពុជាលោកបានសង្កត់ធ្ងន់ទៀតថាប្រទេសថៃព្យាយាមបង្ហាញភាពស្មោះត្រង់និងភាពបរិសុទ្ធរបស់ខ្លួនឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាពទៅកាន់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរួមគ្នាប៉ុន្តែកម្ពុជាត្រូវតែបញ្ឈប់ការលើកឡើងអំពីរឿងប្រទេសថៃឈ្លានពានលើកម្ពុជាជាមុនសិនបាទបងប្អូននេះគឺជារឿងដែលរដ្ឋមន្ត្រីការបរទេសថៃគេសំណូមពរមកខាងកម្ពុជាប៉ុន្តែឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានបង្ហាញទៅកាន់វេទិកានៃកិច្ចប្រជុំបើកចំហនៅអង្គការសហជីវជាតិយ៉ាងដូចម្ដេចខ្ញុំជឿថាបងប្អូនបានស្ដាប់ទាំងអស់គ្នាហើយបងប្អូនអាចចូលទៅស្ដាប់វីដេអូដើមនៅលើเพจផ្លូវការរបស់ឯកឧត្តមប្រាក់សុខុនក៏បានដែរនេះគឺជាអត្ថបទប្រែសម្រួលដ៏ល្អមួយទៀតដោយបងស្មីដែលប្រែសម្រួលចេញពីប្រភព PPTV HD 36សូមអរគុណច្រើនបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាអាចខមមិនខាងក្រោមនេះសូមជួយចែករំលែកវីដេអូនេះម្នាក់មួយទាំងអស់គ្នាសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនបានទស្សនាចប់ក៏សូមកុំភ្លេចខមមិននៅខាងក្រោមឲ្យខ្ញុំបានដឹងផងជាចុងបញ្ចប់ខ្ញុំនៅតែមិនភ្លេចនឹងលើកទឹកចិត្តពុកម៉ែបងប្អូនឲ្យទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងបន្តទៀតជូនពរពុកម៉ែបងប្អូនសុខភាពល្អជោគជ័យគ្រប់ភារកិច្ចជួបគ្នាម្ដងទៀតនៅថ្ងៃស្អែក